ស្វាគមន៍មកកាន់សាលាជំនាញវិទ្យាករណ៍របស់ប្រែដែលមានបរិញ្ញាបត្រវិទ្យាករណ៍ Part of Speech វិទ្យាករណ៍ Writing Skill វិទ្យាករណ៍ TOEFL បកប្រែសំណេរបកប្រែតលមាត់និងសន្ទនាទូទៅគ្រប់កម្រិតអូខេថ្ងៃនេះខ្ញុំបរៀនអង្គភាពបន្តទៀតនៅបកប្រែបដភាគ2ហើយអង់គ្លេសក្នុងคลิปនេះគឺ Posing Interpretation Part 2អត្ថបទទី12នេះជាចំណងជើងប្រទេសកម្ពុជានឹងអស់ភ្នំបន្តិចម្ដងដរាបណាមានវត្តមានក្រុមហ៊ុនចិនអូខេហើយឥឡូវខ្ញុំស្រង់ពាក្យក្នុងអត្ថបទនេះមកបរៀនសិន Lexicon ស្វៀកកស័ព្ទចឹងនៅក្នុងអត្ថបទទី12នេះទាំងអស់មាន14ពាក្យពាក្យទី1 administration បនពីន័យអត្ថន័យទី1រដ្ឋបាលអត្ថន័យទី2ប្រែថារដ្ឋាភិបាលពាក្យទី2 action ចំណាត់ការពាក្យទី3 across the country ទូទាំងប្រទេសពាក្យទី4 solemnly យ៉ាងកក្រឹកកក្រែងពាក្យទី5 make a move ធ្វើសកម្មភាពពាក្យទី6 rock crushing facility ក្រុមហ៊ុនបំបែកថ្មពាក្យទី7 by reason of អានេះបើអានចប់ by reason of នេះដោយសារតែពាក្យទី8 gradually បន្តិចម្ដងពាក្យទី9 run out of បើអានចប់ run out of អស់ពាក្យទី10 pitifully គួរឲ្យសោកស្ដាយពាក្យទី11 view ទេសភាពពាក្យទី12 reveal បង្ហាញពាក្យទី13 beautify លម្អពាក្យទី14 beautifully brilliant ដល់ស្រស់បំព្រងអូខេអ្នកនរគ្នាអញ្ចឹងខ្ញុំបានអានហើយអ្នកនរគ្នាដូចខ្ញុំប្រាប់គ្រប់វីដេអូអញ្ចឹងគឺស្រង់តែពាក្យណាដែលពិបាកទៅដែលអ្នកនរគ្នាអត់ជួបសោះហើយស្រង់យកទៅទិញឲ្យចាំហើយយកទៅប្រើការនៅក្នុងស្ថាប័នការងាររបស់អ្នកនរចោះណាអូខេចុងក្រោយជូនពរដល់អ្នកនរគ្នាជាពិសេសសិស្សរបស់ខ្ញុំទទួលបានជោគជ័យក្នុងការសិក្សា